វីដេអូនេះតាំងតែពី3 4ថ្ងៃមុនតាំងថ្ងៃសៅរ៍ឥឡូវនេះគឺថាចិត្តដល់ថ្ងៃសៅរ៍ទៀតហើយថ្មិចបើកអូយពេលវេលាពិតជាលឿនមែនតើហើយខ្ញុំនឹងវីដេអូតាំងពីម៉ានថ្ងៃមុនទៅបានកាត់ថ្ងៃនេះនិយាយពីថារវល់អើយរវល់មួយថ្ងៃរវល់ដេកអោសថ្ងៃអស់ចោអស់ឡើងអស់ទៅអស់ថ្មទូរស័ព្ទពី3ដងអីការថ្ងៃសៅរ៍ហ្នឹងគឺថាប្តីខ្ញុំវល់ទៅញ៉ាំប៊ូហ្វេហើយមុននឹងទៅញ៉ាំហ្នឹងខ្ញុំប្រាប់គាត់ខ្ញុំថាបងថ្ងៃនេះរដ្ឋាភិបាលឲ្យលុយខ្ញុំគាត់ទៅឮថាខ្ញុំបានលុយពីរដ្ឋសួរខ្ញុំហ្មងថាញ៉ាំប៊ូហ្វេថ្ងៃហ្នឹងអ្នកណាគេជាអ្នកចាញ់ខ្ញុំថាមានអ្នកណាអ្នកចាញ់បងឯងហ្នឹងអ្នកចាញ់ការពិតទៅប្តីខ្ញុំគាត់សួរខ្ញុំលេងមិនថាទៅដើរលេងនៅណាឬមួយញ៉ាំអីណាចង់ឆ្ងាញ់ចង់មិនឆ្ងាញ់អីណាក៏ដោយខ្ញុំមិនដែរចេញលុយទេគឺប្តីខ្ញុំគាត់គឺជាអ្នករ៉ាប់រង100%ហ្មងមិនថាស្អីក៏ដោយពេលខ្លះខ្ញុំចង់ចេញលុយឲ្យគាត់អញ្ចឹងគាត់ឲ្យខ្ញុំចេញទេគាត់ថាអូនឯងអត់ធ្វើការទេអូនឯងនៅផ្ទះទុកលុយនឹងទៅហើយខែនេះគឺថាខាងសិង្ហបុរីនេះរដ្ឋាភិបាលគេឲ្យម្នាក់850ហើយខែក្រោយនេះគឺថាឲ្យ600ទៀតហើយនិយាយទៅគឺថានៅសិង្ហបុរីនេះគឺរដ្ឋគេមួយឆ្នាំគេឲ្យលុយដូចជា3ដងមាន400ម្ដង850ម្ដងហើយនឹង600ហើយហ្នឹងនិយាយជារឿងសាច់លុយសុទ្ធដែលឲ្យមកយើងហើយនៅមានអា voucher ឲ្យ500ផ្សេងទៀតសម្រាប់ទិញម្ហូបហើយនៅមានឲ្យកូនម្នាក់500ផ្សេងទៀតអីនិយាយទៅមួយឆ្នាំទទួលលុយពីរដ្ឋបានច្រើនដែរតើហើយគេឲ្យរាល់ឆ្នាំគឺបានអញ្ចឹងគិតទៅចូលសញ្ជាតិពិតជាមិនខកបំណងគឺថាបានលុយរដ្ឋដែរអញ្ចឹងណាបើសិនជាយើងអត់ចូលសញ្ជាតិអត់បានលុយរដ្ឋទេហើយណាមួយខ្ញុំនៅផ្ទះទៀតអញ្ចឹងហើយខ្ញុំបាន850បើសិនជាខ្ញុំធ្វើការហ្នឹងក៏ប្រហែលជាមិនបានដល់850ទេដឹងឬមួយក៏គេមើលតាមប្រាក់ខែអញ្ចឹងអ្នកខ្លះទៅមានប្រាក់ខែខ្ពស់ពេកក៏អត់ទទួលបានលុយពីរដ្ឋដែរបើថាប្រាក់ខែរៀងទាបអញ្ចឹងទៅទទួលបានពាក់កណ្ដាលអីអញ្ចឹងទៅតែបើចាស់ហើយដូចជាអ្នកដេកផ្ទះដូចខ្ញុំអត់មានការងារធ្វើអញ្ចឹងគឺថាបាន850ពេញហ្មងហើយដំណឹងអស់ហ្នឹងគឺខ្ញុំតែងតែដឹងពីឪក្មេកខ្ញុំឲ្យតែចិត្តដល់ថ្ងៃខែរត់ឲ្យលុយគឺឪក្មេកខ្ញុំផ្ញើតារាងមកឲ្យមើលហើយខែណាបានប្រមាណខែណាបានប្រមាណអីចឹងណាបើមិនអញ្ចឹងទេមកផ្ទះខ្ញុំឲ្យមកប្រាប់គុនធាខែនេះបានប៉ុណ្នេះខែនោះបានប៉ុណ្នេះគឺគាត់មកប្រាប់ហ្មងខ្លាចកូនប្រសាហ្នឹងអត់ដឹងណាហើយវីដេអូនេះគឺជាវីដេអូថ្ងៃនេះថាកម្មៈគឺជាអំពើអ្នកណាធ្វើអ្នកនឹងទទួលថាទទួលបានដូចចិត្តមែនស្ពាយកបោកកូនឡើងចង់កើតខ្យល់រាល់ដងទៅយកកូនគឺយកកង់ទៅជាមួយដើម្បីព្យួរកបោកកូនមកវិញតែថ្ងៃនេះមីនាងខ្ញុំវាចូលគេចង់ទៅដើរស្រាប់តែដើរទៅពេលឃើញកូនស្ពាយកបោកទៅអាណិតកូនក៏យកមួយមកជួយស្ពាយដល់ស្ពាយមួយទៀតចំណែនដល់អញ្ចឹងទៅមានអីដាក់ឯងទាំងពីរទ្រាំដល់គោលដៅចង់កើតខ្យល់បោកកូនប្រុសខ្ញុំមួយមិនក្រោម10គីឡូជាងឯងគឺថាធ្ងន់ខ្លាំងមែនតែននិយាយពីថាសភៅរៀនសភៅដល់ហើយឡើងធ្ងន់ហើយឡើងកដុកហ្មងហើយខ្ញុំថ្ងៃនេះគឺថាតល់ខ្លាំងមែនតែនអត់ដឹងថាត្រូវធ្វើម្ហូបអីចឹងហើយក៏ទៅទិញអាប្រហិតត្រីនឹងមកហើយមានជាមួយនឹងសាច់ជ្រូកកច្រាំនេះយកមកដាក់បងទឹកភ្លុកបងមីឲ្យកូនឲ្យប្តីញ៉ាំហ្មងទៅមានអីបងប្អូនទៅពេលខ្ជិលចឹងទៅធ្វើអញ្ចឹងឆ្ងាញ់ដែរតាអាប្រហិតត្រីនឹងមកមានលាយសាច់ជ្រូកលាយអីចឹងមកយកមកធ្វើគឺទឹកស៊ុបវាឆ្ងាញ់មួយយ៉ាងវាមានជាតិដល់ថ្ងៃណាខ្ជិលអត់មាននៅរងាស់អីឆ្អឹងអីញ៉ៃអីទេគឺថាទិញតែប្រហិតត្រីនឹងមកបងប្រងហ្នឹងគឺថាបានញ៉ាំហ្មងហើយបានញ៉ាំហើយមិនមែនថាញ៉ាំមិនកើតទេវាឆ្ងាញ់ទៀតណាបងប្អូនហើយលឿងនេះវិញគឺថាមុននឹងយកទៅធ្វើហ្នឹងគឺខ្ញុំស្រុះទឹកក្តៅលាងវាសិនអីខ្លាញ់ច្រើនហើយវារឿងមានជាតិប្រៃទៀតចឹងពេលដែលខ្ញុំធ្វើទឹកស៊ុបអីគឺខ្ញុំអត់ធ្វើទឹកស៊ុបឲ្យប្រៃខ្ញុំធ្វើទឹកស៊ុបឲ្យល្មមទៅពេលដាក់មីនឹងចូលទៅគឺរសជាតិត្រូវហ្មងព្រោះដោយសារដូចចេញជាតិប្រៃពីមីនឹងមកទៀតហ្មងបងប្អូនតាហ៊ានទឹកស៊ុបយើងធ្វើរៀងប្រៃហើយដាក់មីនឹងទៀតរត់ទៅប្រៃហើយមានអីបងប្អូននេះទឹកស៊ុបងាយអត់មានអីបាក់សោះលីងតែខ្ញីបន្តិចមកដាក់សាច់ជ្រូកកច្រាមហ្នឹងដាក់ទឹកផាត់ភ្លោកចូលមកហើយប្រហិតហ្នឹងក៏ខ្ញុំអត់មានទៅដាក់រងាស់អីយូរដែរគ្រាន់តែដាក់មកពុះដាក់គ្រឿងហើយហ្នឹងគឺដាក់មីចូលហ្មងហើយណែនិយាយពីថាមេឃភ្លៀងមកដូចខឹងហ្នឹងម្ដងដាក់ជះយកហ្មងព្រោះអីបានខ្ញុំថាប្រហិតហ្នឹងខ្ញុំអត់រងាស់ហើយដោយសារយើងរងាស់យូរទៅវាទៅជាចេញជាតិប្រហិតហ្នឹងចេញអស់ប្រហិតវាទៅជាសាបអញ្ចឹងឲ្យដាក់តែមកពុះពីពុះទៅប្រហិតក៏វានៅមានជាតិដែរហើយបន្ទាប់មកហ្នឹងនេះដាក់ជាមួយនឹងបកាបន្តិចមកឲ្យដាក់ខ្ទឹមបំពងខ្ទឹមអីមកឡើងឈ្ងុយទឹកស៊ុបក៏មានជាតិទៀតនិយាយពីថាថតអត់ទាន់ទេចែកគ្នាអស់